ព្រះត្រៃបិដកលេខ52ទំព័រ53បន្ទាត់5មរណន្តੰហិជីវិតੰជីវិតមានសេចក្តីស្លាប់ជាទីបំផុតព្រះសុគតសាស្តាព្រះអង្គប្រថាប់នៅវត្តចេតពុនទ្រង់ប្រារព្ធព្រះឧត្តរាធិរីដែលមានព្រះជន្ម120ឆ្នាំព្រះអង្គត្រាស់ថារូបនេះគ្រាំគ្រាអស់ហើយជាសម្បុកនៃរោគជារបស់ពុកផុយរូបកាយដែលជារបស់ស្អុយនេះតែងបែកធ្លាយទៅវិញព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុតចប់ព្រះធម៌ទេសនាព្រះថេរីបានសម្រេចសោតាបត្តិផលយើងមិនអាចទាមទារអ្វីបានស្រេចតែចិត្តយើងនោះឡើយបើទាមទារបាននោះមិនមានអ្នកណាស្លាប់ទេប្រកាសជារស់នៅហើយមានអ្វីគ្រប់យ៉ាងដូច្នេះបានជាមិនទាន់ស្លាប់ត្រូវប្រញាប់រៀនស្លាប់ឲ្យហើយពោលគឺរៀនលះបង់របស់ដែលជាប់ជំពាក់ជីវិតជាប្រក្រតីគឺជាអារម្មណ៍នៃព្រះកម្មដ្ឋានទោះជារូបកម្មដ្ឋានក្តីអរូបកម្មដ្ឋានក្តីក៏ត្រូវអាស្រ័យជីវិតប្រចាំថ្ងៃនឹងឯងជាទីពឹងកាលដែលជីវិតជាប្រក្រតីប្រចាំថ្ងៃប្រកាសជាតួធម្មៈក៏រមែងរលត់នៅការខ្វល់ចំពោះខ្លួនឯងអត់មានរវល់សាងធម្មៈដតីឲ្យមានជាអ្វីទាំងអស់ព្រោះបតិបទានេះមិនប្រព្រឹត្តទៅដើម្បីឲ្យបាននៅតួធម្មៈណានោះឡើយស្រេចហើយតែតួធម្មៈដែលកំពុងប្រកាសមិនមែនជាយើងនេះជាបតិបទាវិសុទ្ធិព្រះគាថាប្រារព្ធព្រះនាងឧត្តរាធិរីបរិច្ឆិនមិដាំងរូបាំងរោគនិធាំងបភាំងគុណੰភិច្ឆតិពូតិសន្ទេហោមរណន្តੰហិជីវិតੰរូបនេះគ្រាំគ្រាអស់ហើយជាទីសំណាក់នៃរោគជារបស់ពុកផុយកាយរបស់ខ្លួនជារបស់ស្អុយនឹងបែកធ្លាយទៅវិញព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុត